Ok, sự sựអ្នកនរសម្រាប់វីដេអូថ្ងៃនេះខ្ញុំចង់បង្ហាញក៏ដូចជាលើកឡើងអំពីរបៀបនៃការ set up Microtik OS ហើយនឹងធ្វើការ configure Microtik អាចឲ្យ set ទៅកាន់ internet បានដោយខ្ញុំធ្វើការ configure testing នៅក្នុង VMware Workstation អូខេឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញអ្នកនរនេះជាលក្ខណៈ step by step ចាប់ផ្ដើមពីការ set up OS ដំបូងបំផុតរហូតដល់អាចឲ្យ Microtik access ទៅកាន់ internet បានអូខេឥឡូវយើងចាប់ដើមទាំងអស់គ្នាអូខេឥឡូវខ្ញុំបើកVMware Workstation មួយតមកខ្ញុំនឹងធ្វើការ set up Microtik OS អូខេហើយធ្វើការ set up Microtik OS យើងតម្រូវឲ្យយើងមាន file ISO របស់ Microtik អូខេឥឡូវតើតើនឹង file ISO ខ្ញុំបានធ្វើការ download រួចហើយនេះគឺ Microtik 6.33 អូខេហើយសម្រាប់ file នេះអ្នកនរគ្នាអាច download នៅក្នុង website របស់ Microtik បានអូខេឥឡូវបន្ទាប់ពីខ្ញុំបើក VMware Workstation ហើយតមកខ្ញុំនឹងធ្វើការ set up របស់គ្នាអូខេអ្នកនរគ្នាចុចលើ file អូខេតមកចុចលើ new visual machine អូខេតមកអ្នកនរគ្នាចុច next ទៅ next អូខេត្រង់កន្លែងនេះអូខេត្រង់កន្លែង installer this image នេះតម្រូវឲ្យអ្នកនរគ្នាជ្រើសរើស file image ឬក៏ file ISO របស់ Microtik ដែលយើងនឹងធ្វើការ set up អូខេប្រើវាមកអូខេហើយ file នេះខ្ញុំបាន download មកនេះអូខេដល់មកយើង open ទៅអូខេដល់មកអ្នកនរគ្នាចុច next ហើយត្រង់ចំណុចនេះអ្នកនរគ្នាចុច order ទៅព្រោះ Microtik ហើយយើងយក order ដែរទៅណាអូខេ next អូខេឥឡូវនេះយើងដាក់ឈ្មោះណាអូខេឥឡូវយើងដាក់ឈ្មោះ Microtik ចុះMicrotik OS ចឹងណាអូខេហើយស្រេចតែអ្នកនរគ្នាដាក់ទៅឡើងដាក់ឈ្មោះចឹងណាហើយនេះគឺជា part ដែលវា store នៅ visualization ដូចជា store នៅ Microtik ទីតាំងរបស់ Microtik អូខេឥឡូវយើងដាក់នឹងសិនទៅណាអូខេដល់មកអញ្ចឹងអ្នកនរគ្នាក៏អាចប្រោដាក់នៅទីតាំងណាមួយក៏បានដែរណាអូខេហើយ next ទៅវានេះជាចំនួន CPU អូខេហើយ RAM អ្នកនរគ្នាអាចយកវារៀងស៊ីទូចដែរទេអ្នកនរគ្នាអាចយក128ចុះនេះអូខេ128next អូខេហើយកន្លែងនេះអ្នកនរគ្នាអាច select don't use network connection ក៏បានអាច select យក network មួយណាសិនក៏បានដែរអូខេឥឡូវយើងយក host only សិនចុះអូខេ next អាហ្នឹងយើងអាចធ្វើការកែប្រែតាមក្រោយអូខេ next អូខេ next ទៅអូខេឥឡូវនេះគឺជាទំហំ hard disk នៃផ្ទុកនៅ OS របស់ Microtik របស់យើងអញ្ចឹងអ្នកនរគ្នាអាចយកធំ 2G ចុះណាអូយទូចដែរអូខេ next ទៅ finish អូខេបន្ទាប់ពីយើងបានconfigure ក៏ដូចជា set up Microtik step by step រួចហើយអូខេនេះគឺជាយើងបាន Microtik មកតែយើងអត់បាន set up OS វាណានេះគ្រាន់តែយើង add visual machine របស់ Microtik ចូលទៅកាន់ VMware Workstation យើងនេះអូខេហើយនេះគឺជា network adapter ត្រង់កន្លែង network adapter យើងអាចធ្វើការ add network adapter ឲ្យទៅព្រោះជានិច្ចកាលនៅពេលដែលយើង configure internet access តម្រូវឲ្យយើងមាន network card យ៉ាងហោចណាស់ក៏ពីរដែរ network card មួយតំណាងឲ្យ LAN network card មួយទៀតតំណាងឲ្យ WAN អញ្ចឹងណាអូខេហើយកន្លែងនេះខ្ញុំយកឥឡូវខ្ញុំយក network card មួយអូខេឥឡូវខ្ញុំយកទី1 host only អូខេហើយបន្តមកទៀតខ្ញុំធ្វើការ add network card ចំនួនមួយទៀតនេះយើងទុំមានមួយណាអូខេ
ok là em vô nạp 10 tiếp cho nè ok là em miền pi ấy network card lấy em vô buồn mong tới này tục rồi dẻo tiếp nó về để dự thử configure internet failover có đôi chia when redundancy chứng đó là bị tổ khỏi tiền chứng tổ hai trên tới ok lấy em time về em vậy mới tiết chứ ok hay em hẹn mới tiếtในทำก็ยังมาสังเกตทำ configure internet access ยังไอแต่ปีมันทำได้สำหรับยุ่งสำหรับมีวิดีโอต่อที่นะจังสำหรับวิดีโอต่อที่ยังมา configure load sharing to ISP หรือที่ to WAN จัง link นี่นะโอเคอันนี้ยังอยู่โอเค VMware Network Store จ้ะโอเคแล้วยังมี network card จำนวน4อันนี้สำหรับให้เดี๋ยวไปจัดได้ยังប្រើแต่ network card สำหรับวิดีโอนี้ยังប្រើតែលេខ1និងលេខ8ទេណាអូខេឥឡូវខ្ញុំអូខេទៅឥឡូវយើងបាន add network card ចំនួន4រួចហើយនៅលើ adapter ឥឡូវយើងចាប់ផ្ដើមធ្វើការ set up តែម្ដងណាអូខេ start វាទៅអូខេឥឡូវវាមានវាចូលដល់ផ្ទះនេះហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច select យកទាំងអស់ហើយទៅអ្នកទាំងអស់គ្នាមើលសញ្ញាមួយវាណាវាបង្ហាញជាង move around menu use P and N ណាឬ arrow key ណា arrow key select យើងប្រើ space select ណាហើយ select all ចុចអក្សរ A ណាអូខេហើយចុចអក្សរ I យើង install អូខេឥឡូវយើង select ទាំងអស់យើងចុចអក្សរ A ណាចុចអក្សរ A select អស់បន្តមកយើងចុច I មក install ហើយវាចាប់ផ្ដើមធ្វើការ formatting ដោយការ partition យើងហ្នឹងអូខេឥឡូវវាចាប់ផ្ដើមធ្វើការ starting អូខេឥឡូវវា log ចូលហើយអញ្ចឹង default របស់វាគឺ admin password អត់មានទេអូខេអញ្ចឹងយើងអាចវាយយើងអាចសូយើងអាចធ្វើ system interface ដើម្បីចំមួយ interface នេះ print interface អូខេ system print វាឃើញមាន network card ចំនួន4នេះលេខ1លេខ2លេខ3លេខ4នេះ network adapter ណាអូខេឥឡូវយើងចូលទៅធ្វើវានៅលើ GUI ទៅវាស្រួលជាងយើងធ្វើការ configure នៅលើតាមរយៈ command line ណាអូខេឥឡូវយើងបើកឥឡូវតើតើនឹងការ set up យើង set up បានជោគជ័យហើយឥឡូវជំនាញដំបូងបន្ទាប់ពី set up យើងនឹងធ្វើការ configure ឲ្យ client របស់យើងអាច access ទៅកាន់ internet ណាដោយយើងធ្វើការ configure នៅក្នុង MikroTik តាមរយៈ Winbox ឬមួយក៏តាមរយៈ GUI ហ្នឹងណាអូខេឥឡូវយើងបើក Windows HP របស់ខ្ញុំមកហើយតើតើ Windows HP នេះយើងមាន network card ចំនួន2ណាមាន network 1លេខ8ណាអូខេឥឡូវយើង start Windows HP របស់ខ្ញុំសិនព្រោះនៅក្នុង Windows HP ខ្ញុំបាន set up software មួយដែលមានឈ្មោះថា Winbox អញ្ចឹងយើងអាច log តាមរយៈ Winbox ហើយធ្វើការ configure ងាយស្រួលជាងយើងធ្វើការ
configure តាមរយៈ command line អូខេ command line គ្រាន់តែអាចឲ្យយើងធ្វើការ configure ការងារមួយចំនួនដែលស្រួលទេសម្រាប់ការងារដែលពិបាកយើងអាចធ្វើនៅលើ GUI វិញម្ដង